គ្រួសារមឿងបានប្រើទ្រព្យសម្បត្តិនិងឥទ្ធិពលរបស់ខ្លួនចោទប្រកាន់វិចិត្រពីបទលួចដើម្បីកម្ចាត់គាត់ចេញពីផ្លូវមួយនេះពួកគេបានខុបខិតជាមួយមន្ត្រីតូចតាចនៅសម័យនោះដើម្បីចាប់ខ្លួនវិចិត្រហើយបានធ្វើឲ្យបាត់បង់ដំណឹងឈឹងយាយចំណាស់មិនចងចាំច្បាស់ថាមានអ្វីកើតឡើងបន្តទៀតទេគ្រាន់តែដឹងថាវិចិត្រមិនដែលត្រឡប់មកភូមិវិញឡើយហើយរស្មីក៏ស្លាប់បាត់បង់ជីវិតដោយការខូចចិត្តផងដែរដោយមានដំរុញនេះស្រីលក្ខបានព្យាយាមស្វែងរកព័ត៌មានបន្ថែមអំពីត្រកូលមឿងនាងបានដឹងថាគ្រួសារមឿងនៅតែមានចៅទួតរស់នៅក្នុងភូមិនោះប៉ុន្តែពួកគេមិនសូវបានពាក់ព័ន្ធនឹងរឿងរ៉ាវក្នុងភូមិនោះប៉ុន្មានទេស្រីលក្ខបានសម្រេចចិត្តទៅជួបជាមួយចៅទួតម្នាក់ទៀតនៃត្រកូលមឿងដោយប្រាប់ពីគោលបំណងនៃការស្រាវជ្រាវប្រវត្តិភូមិរបស់នាងដំបូងចៅទួតរបស់ត្រកូលមឿងមិនសូវចង់និយាយអំពីរឿងអតីតកាលនោះទេប៉ុន្តែបន្ទាប់ពីស្រីលក្ខពន្យល់ពីសារៈសំខាន់នៃការយល់ដឹងពីប្រវត្តិសាស្ត្ររបស់គ្រួសារនិងភូមិគាត់ក៏បានសម្រេចចិត្តបើកបង្ហាញនៅប្រអប់ឈើចាស់មួយដែលទុកជាឯកសារនិងសម្បត្តិចាស់ៗរបស់ដូនតានៅក្នុងប្រអប់នោះស្រីលក្ខបានរកឃើញសម្បត្តិចាស់ៗខ្លះ